สุดท้ายของนี้ថ្ងៃនេះខ្ញុំនឹងចែកម្លែកអ្នកនរគ្នាតាក់ទងជាមួយនឹងការ color grading ទៅលើ full text ដែលថតចេញពីទូរស័ព្ទដៃ iPhone សម្រាប់ទូរស័ព្ទដៃ iPhone គឺយើងអាចថត Apple ProRes ជា Apple Lock ដូចជាចាប់ពី iPhone 15 Pro ឡើងមកគឺយើងអាចថតជា color lock បានហើយក៏មានអ្នកសួរខ្ញុំដែរថាតើយើងអាច color grading ហ្នឹងដោយវិធីណាអញ្ចឹងវីដេអូនេះសម្រាប់អ្នកនរគ្នាហើយបើសិនជាមើលដល់ចប់វីដេអូខ្ញុំនឹងមាន bonus សម្រាប់អ្នកនរគ្នាដែរអូខេឥឡូវយើងចូលវីដេអូរបស់យើងទៅនេះគឺជា timeline វីដេអូរបស់ខ្ញុំគឺមាន3 full text ដែលខ្ញុំនឹងធ្វើការកែពណ៌ទៅលើ full text ទាំងអស់ហ្នឹងហើយសម្រាប់ការកែពណ៌នេះដែរគឺ color ផ្សេងៗហ្នឹងគឺខ្ញុំបាន create វាទៅជា LUT រួចហើយអញ្ចឹងខ្ញុំគ្រាន់តែ apply LUT ហ្នឹងហើយអាចាស់តិចតួចគឺបានហើយសម្រាប់អ្នកដែលចង់បាន LUT ហ្នឹងខ្ញុំនឹង free ជូនអ្នកនរគ្នានៅក្នុងវីដេអូនេះអូខេអញ្ចឹងវាមានកន្លែងខាងលើនេះគឺ basic correction អញ្ចឹងអ្នកនរគ្នាចូលកន្លែងហ្នឹងមកតែជាដំបូងខ្ញុំប្រាប់សិនគឺយើងត្រូវចូលកន្លែងនេះ Geometry color នេះបើសិនជាអត់ឃើញទេអ្នកនរគ្នាចូល folder ខាងលើwindow ចូល window ខាងលើនោះមកបន្ទាប់មកឃើញពាក្យថា Geometry color ចុចវាមកវានឹង load ឲ្យហើយកន្លែង basic correction នេះអ្នកនឹងឃើញពាក្យថា input LUT អញ្ចឹងនៅពេលដែលយើងអត់តន់ដាក់វានឹងឃើញពាក្យថា none បែបនេះតោះមកចូល browser ហើយនេះគឺជា LUT ដែលខ្ញុំបាន create រួចហើយខ្ញុំបាន export វាចេញមកហើយអញ្ចឹងគ្រាន់តែចុច click លើវា open មកពងគឺវានឹងបានលទ្ធផលបែបនេះ yes បន្តមកទៀតខ្ញុំនឹងធ្វើការ adjust ពលឺទៅតាមអ្វីដែលយើងចង់បានណាព្រោះដោយសារតែការប្រើប្រាស់ LUT វាអត់អាស្រ័យលើថាប្រើទៅគ្រប់ full text បានទាំងអស់ហើយអញ្ចឹងនៅក្នុងការប្រើប្រាស់ LUT ហ្នឹងគឺយើងដាក់ហើយយើងត្រូវការ adjust វាបន្ថែមតិចតួចទៀតអញ្ចឹងណាវាអាចត្រូវគ្រប់ full text បានទេអញ្ចឹង exposure យើងទាញមកល្មមហើយ highlight មើលទៅវាខ្ពស់ពេកអាចតម្លាក់តិចមកអាចបើក shadow yeah អូខេតមកទៀតតកតងនឹងកន្លែង temperature បើសិនជា LUT ហ្នឹងយើងដាក់ទៅវារៀងក្រហមពេកយើងអាចទាញ temperature រៀង Q តិចមកកុំឲ្យវាក្រហមពេកអូខេបន្តមកទៀតតកតងមួយកន្លែង curve កន្លែង curve នេះវាមាន3អ្នកនរគ្នាកន្លែងនេះshadow អាខាងក្រោមនេះ shadow អញ្ចឹងកន្លែង shadow ហ្នឹងកន្លែងណាដែលល្ងឹតអ្នកនរគ្នាអញ្ចឹងបើសិនជាឧទាហរណ៍វាភ្លឺពេកអ្នកនរគ្នាអាចទាញវាតម្លាក់តិចមកដើម្បីឲ្យ shadow ហ្នឹងវារៀងទៅជា dark តិចអញ្ចឹងណាយ៉ាហើយកដាលនេះគឺ light បានតែពលឺអញ្ចឹងបើយើងរៀងល្ងឹតពេកយើងអាចទាញវារៀងភ្លឺតិចមកដើម្បីឲ្យមុខយើងរៀងភ្លឺដែរអញ្ចឹងណាយ៉ាហើយខាងលើនេះគឺជា highlight អញ្ចឹង highlight នេះលេងអត់ស្រួលហានិភ័យអញ្ចឹងយើងទាញតិចបានអ្នកនរគ្នាអញ្ចឹងពេលដែលយើងកែហើយឥឡូវយើងទៅមើល before and after អូខេរកកន្លែងនេះ yes នេះជា full text ដែលអត់បានដាក់ color ហើយនេះជា full text ដែលដាក់ color yes អញ្ចឹងពេលយើងកែអាហ្នឹងហើយយើង copy វាមក paste ហើយបន្ទាប់នេះយើងគ្រីសទៅកន្លែងដែរ effect color yes អញ្ចឹងដល់ពេលចូលដល់ full text ផ្សេងវារៀងនៅក្រហមទៀតយើងអាចទាញវារៀងមក Q តិចមកហើយវារៀងល្ងឹតយើងអាចទាញ exposure ទៅឡើងតិចទៀតមកយ៉ាចូលបិទ selection អូខេអញ្ចឹង before and after អូខេចូលទៅ full text មួយទៀតនេះអញ្ចឹងfull text នេះframe ណាអូខេពេលយើងចាក់ទៅកន្លែងខ្លះវាអត់ត្រូវណាមុខយើងវាទៅរៀងចង់ទៅឈូកអីចឹងណាអញ្ចឹងយើងអាចទាញកន្លែង thin នេះតិចមកកុំឲ្យមុខយើងវាទៅឈូកពេកអូខេកន្លែងនេះលាក់ទៅ blue តិចទៀតយ៉ាហើយបើ saturation វារៀងខ្លាំងទេអានេះក៏អាចយើងតម្លាក់មក90មកអូខេយ៉ាងណានេះអញ្ចឹងសម្រាប់ការកែ color នេះគឺខ្ញុំព្យាយាមកែធ្វើម៉េច
ងាយអ្នកអត់ចង់ឲ្យស្មុគស្មាញច្រើនអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់កាយ color រៀងសាមញ្ញអញ្ចឹងខ្ញុំនឹងដាក់link សម្រាប់ download ឡាតនឹងយកទៅប្រើប្រាស់ដោយ free តែម្ដងអូខេអញ្ចឹងសម្រាប់វីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយ